រាំងរដូវយូរហើយរដូវដែរមកអញ្ចឹងបើសិនជាយើងញ៉ាំទៅអាចមករដូវអត់ទឹកដូងអូយើងអត់អាចឆ្លើយចំណុចនេះបានទេប៉ុន្តែនៅតែលើកទឹកចិត្តឲ្យគាត់ញ៉ាំព្រោះដោយសារចេះកត្តាដែលស្ត្រីដែលគាត់មិនមករដូវនោះវាមានរឿងច្រើនដូងវាគ្រាន់តែជាចំណីអាហារមួយប្រភេទដែលថាវាអាចស្ដារវាអាចបំប៉នវាអាចជួយប្រព័ន្ធរាងកាយទាំងមូលមិនមែនតែចាប្រព័ន្ធបន្តពូជនោះទេអញ្ចឹងចាណាចាតែបើតាក់ទងមួយបញ្ហាស្ត្រីរាំងរដូវវាមានកត្តាច្រើនកត្តាវិបត្តិអរម៉ូនស្ត្រីដោយសារអរម៉ូនគាត់ប្រែប្រួលដោយសារជំងឺស្បូនរបស់គាត់ដោយសារតែគេថាជំងឺស្បូនគាត់មានដុំមានដុសសាច់ឬក៏ទ័ពស្បូនគាត់ស្ដើងឬក៏តាក់ទងជាមួយនឹងបញ្ហាកត្តាសុខភាពផ្លូវចិត្តរបស់គាត់ stress ពេកគាត់មានជំងឺថប់បារម្ភគាត់មានជំងឺបាក់ទឹកចិត្តកត្តាចំណីអាហារដែលគាត់ញ៉ាំអាហារអត់គ្រប់គ្រាន់កង្វះគ្រាប់ឈាមកង្វះវីតាមីនកង្វះប្រូតអ៊ីនក៏ជាហេតុដែលគាត់ឲ្យគាត់នឹងមិនមករដូវចាហើយមួយទៀតនោះក៏វាតាក់ទងជាមួយកត្តាឱសថបើគាត់ប្រើប្រាស់ថ្នាំប្រចាំដូចជាថ្នាំផ្លូវចិត្តឬក៏ថ្នាំព្យាបាលជំងឺផ្សេងដូចជាជំងឺមហារីកបញ្ចូលកម្មរស្មីសារធាតុគីមីអីហ្នឹងណាអញ្ចឹងអាចាហ្នឹងវាជាបុព្វហេតុនិងមូលហេតុដែលនាំឲ្យគាត់ហ្នឹងមិនមករដូវហើយអញ្ចឹងដើម្បីធ្វើឲ្យគាត់មករដូវវិញគាត់ត្រូវបកទៅលើទៅមើលអាមូលហេតុហ្នឹងហើយព្យាបាលទៅតាមមូលហេតុមួយដែលជាចាហេតុធ្វើឲ្យគាត់អត់មកហ្នឹងប៉ុន្តែសួរចាថាញ៉ាំដូងមានប្រយោជន៍ទេវាមានប្រយោជន៍ព្រោះវាជួយទ្រទ្រង់រាងកាយរបស់គាត់វាជួយធ្វើឲ្យសុខភាពជាតិទឹកឬក៏វាជួយទៅបើថាវាមានសារធាតុបំប៉នអរម៉ូនក៏វាជួយបានប៉ុន្តែមិនមែនជាឱសថនិយាយមួយម៉ាត់ចេះចាចាមិនមែនជាឱសថទៅកែបញ្ហាទាំងអស់ហ្នឹងទេព្រោះបញ្ហាវាខុសៗគ្នាតែលើកទឹកចាចិត្តឲ្យញ៉ាំក៏វាអាចជាប្រយោជន៍សម្រាប់រាងកាយរបស់គាត់បានផងដែរ